តំណែងពេលអូម៉ាន់ហើយនឹងអ៊ីរ៉ាន់ការព្រមព្រៀងគ្នានៃការដឹកជញ្ជូននៅច្រកសមុទ្រហូមូសអ៊ីរ៉ាន់នឹងគិតឈ្នួលលើនាវាដែលចូលទៅក្នុងឈូងសមុទ្រពើសៀនចំណែកឯរឿងនាវាចេញពីឈូងសមុទ្រពើសៀនមកសមុទ្រអារ៉ាប៊ីអត់ទាន់ដាច់ស្រេចនៅឡើយទេអញ្ចឹងអាកិច្ចព្រមព្រៀងនឹងគឺមិនទាន់អាចចាត់ទុកថាជាដំណោះស្រាយអ្វីឡើយចំណែកសហរដ្ឋអាមេរិកថ្ងៃនេះនិងអ៊ីស្រាអែលស្ងាត់ជ្រាបឥឡូវនេះម៉ោង4:00ជិតភ្លឺអត់មានប្រតិកម្មពីអ៊ីស្រាអែលនិងអាមេរិកនៅឡើយទេនៅស្ងាត់ជ្រាបក៏ប៉ុន្តែព័ត៌មានដែលជាកិច្ចព្រមព្រៀងរបស់អូម៉ាន់និងអ៊ីរ៉ាន់ឃើញថាមិនមែនជាដំណោះស្រាយដែលប្រទេសនានានៅក្នុងឈូងសមុទ្រហើយនឹងចរាចរណ៍ដឹកជញ្ជូននឹងបានទទួលលទ្ធផលជាវិជ្ជមាននៅឡើយទេ